First let's welcome again Canadian and English. Cái này cho mình Marian Pisa ông lê thằng đồng dòng màu bằng liên. Nếu bây giờ cứ Marian Pi mùi như vậy Pi ở sau ông lê English alphabet. Ở sau ông lê miền một hay bằng một túa. Miền nó chỉ A B C D A F G H I J K L M N O P Q R S T U V W X Y Z. Marian giờ mấy Marian Pi mùi giờ riêng làm Pi rồi biết Moscow ở sau nó không Pisa ông lê. Tại nó không biết cứ giờ mà riêng làm Pi ở phần lên và khai bài cứ phần lên được biết án rồi có biếtประกอบnó không Pisa ông lê. Bà B ចឹងជាសម្លេងប C មានសម្លេងកឬខនៅក្នុងភាសាអង់គ្លេសគឺស D មានដឬដូ F មានសម្លេងហជើងវយើងអានថា for G មានសម្លេងហជើងកយើងអានថា go ឬចស្មើនឹងអក្សរ J X មានសម្លេងមួយសម្លេងគឺសម្លេងហ J ច K មានសម្លេងកឬខ C L មានសម្លេង L ឬសម្លេងមួយទៀតគឺសម្លេង L M មានសម្លេង M N មានសម្លេង N P មានសម្លេង P ឬសម្លេងមួយទៀតគឺសម្លេង P ឬ P Q មានសម្លេងហជើង W Q R មានសម្លេង R T មានសម្លេងតថ W មានសម្លេង V មានសម្លេង W W មានសម្លេង W X មានសម្លេងតជាងស Y មានសម្លេងយ Z មានសម្លេង Z ទី2យើងមករៀនអំពីស្រៈគេហៅថា vowel letter មាន5អក្សរស្រៈនៅក្នុងភាសាអង់គ្លេសមាន A ស្មើនឹងសម្លេង A សម្លេង E សម្លេង A សម្លេង E I មាន2សម្លេង សម្លេង I សម្លេង E O មាន2សម្លេង សម្លេង O សម្លេង R U មានសម្លេង U R R សម្លេងខ្លីហៅថា sing ក្នុងភាសាអង់គ្លេសមាន A វាមាននៅសម្លេងមួយគេហៅថាសម្លេង A ពាក្យនេះយើងអានថា A E O តែនៅក្នុងភាសាអង់គ្លេសយើងអានថា A E I O សេញរបស់វាយើងអានថា A E O យើង A វាស្មើនឹងសម្លេង A សេញរបស់យើងអានថា A យើង C យើងអានថា K ពេលយើងដាក់អក្សរ A អក្សរ A វាស្មើនឹងអក្សរ A គឺសម្លេងតយើងអានថា K A can ត cat P hand I saw យើងអានថា saw E C នឹងត sit R ឬ R ក្នុងអាមេរិកខ្លះ X សម្លេងវាសម្លេងហល្អហនឹងត hot U វាមានសម្លេងមួយទៀតគឺហៅថាសម្លេង A C សម្លេងវាសម្លេងខយើងដាក់ U សម្លេង A P សម្លេងពខានឹងពខាប់អានថាប្រែថាពេង cat ឆ្មា pen ដេក sit អង្គុយ hot ក្តៅខាប់ពេង